ព្រះរាជាណាចក្រកម្ពុជាជាតិសាសនាព្រះមហាក្សត្រខេត្តបាត់ដំបងរដ្ឋបាលក្រុងបាត់ដំបងលេខ014/26សជនសេចក្តីជូនដំណឹងយោងសេចក្តីជូនដំណឹងលេខ35សជនចុះថ្ងៃទី5ខែឧសភាឆ្នាំ2014របស់សាលាខេត្តបាត់ដំបងស្តីពីការរៀបចំសណ្ដាប់ធ្នាប់ចិញ្ចើមផ្លូវសាធារណៈក្នុងខេត្តបាត់ដំបងយោងសេចក្តីជូនដំណឹងលេខ18/17សជនចុះថ្ងៃទី20ខែវិច្ឆិកាឆ្នាំ2017របស់រដ្ឋបាលក្រុងបាត់ដំបងស្តីពីការរៀបចំសណ្ដាប់ធ្នាប់ចិញ្ចើមផ្លូវសាធារណៈក្នុងក្រុងបាត់ដំបងរដ្ឋបាលក្រុងបាត់ដំបងសូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវតាមបណ្ដោយផ្លូវលេខ520ស្ថិតនៅក្នុងសង្កាត់ស្លាកែតក្រុងបាត់ដំបងខេត្តបាត់ដំបងមេត្តាជ្រាបថាផ្អែកតាមផែនការអភិវឌ្ឍរបស់រដ្ឋបាលខេត្តបាត់ដំបងឆ្នាំ2026និងគោលការណ៍រៀបចំទីក្រុងរបស់រដ្ឋបាលក្រុងបាត់ដំបងនឹងធ្វើការស្ថាបនាពង្រីកផ្លូវលេខ520ចាប់ពីផ្លូវលេខ515ដល់ផ្លូវបំបែកសង្កាត់ក្ដុលដូនទាវបច្ចុប្បន្ននេះរដ្ឋបាលក្រុងបាត់ដំបងពិនិត្យឃើញថាបងប្អូនប្រជាពលរដ្ឋមួយចំនួនធ្វើការសាងសង់តូបរៀនរបងសំយ៉ាបរោងដាក់សម្ភារៈផ្សេងផ្ទាំងស្លាកសញ្ញាផ្សេងរំលោភចូលមកលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋដែលបង្កការរាំងស្ទះដល់ការស្ថាបនាផ្លូវនិងបណ្ដាលឲ្យបាត់បង់សោភ័ណភាពរបៀបរៀបរយអនាម័យបរិស្ថានកកស្ទះចរាចរណ៍ប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅដោយនេះរដ្ឋបាលក្រុងបាត់ដំបងស្នើឲ្យបងប្អូនប្រជាពលរដ្ឋធ្វើការរុះរើចេញឲ្យអស់ក្នុងរយៈពេល15ថ្ងៃជាកំហិតចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះតទៅដើម្បីឲ្យគ្រឿងចក្រចុះអនុវត្តការងារបានទាន់ពេលវេលាក្នុងករណីបងប្អូនមិនអនុវត្តតាមការណែនាំខាងលើរដ្ឋបាលក្រុងបាត់ដំបងនឹងអនុវត្តវិធានការតាមនីតិវិធីច្បាប់និងអនុវត្តវិធានការរដ្ឋបាលដោយមិនទទួលខុសត្រូវលើការខូចខាតឬបាត់បង់សម្ភារៈនិងទ្រព្យសម្បត្តិរបស់បងប្អូនឡើយរដ្ឋបាលក្រុងបាត់ដំបងមានជំនឿជឿជាក់យ៉ាងមុតមមថាបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវលេខ520ដែលបានសាងសង់រំលោភមកលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋនៅអមសងខាងផ្លូវខាងលើនិងចូលរួមអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់ថ្ងៃប្រ4កើតខែមិញឆ្នាំម្សាញ់ស័កពុទ្ធសករាជ2569ក្រុងបាត់ដំបងថ្ងៃទី22ខែមករាឆ្នាំ2026អភិបាលក្រុងហត្ថលេខានុត្រាលៀងវាសនាចម្លងជូនរដ្ឋបាលខេត្តបាត់ដំបងសាលាដំបងខេត្តបាត់ដំបងមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសូរិយោដីខេត្តបាត់ដំបងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបងក្រុមប្រឹក្សាក្រុងបាត់ដំបងដើម្បីគោរពជូនជ្រាបអធិការដ្ឋាននគរបាលក្រុងបាត់ដំបងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបងការិយាល័យសាធារណការនិងដឹកជញ្ជូនអនាម័យបរិស្ថាននិងសណ្ដាប់ធ្នាប់សាធារណការក្រុងការិយាល័យរៀបចំដែនដីនគររូបនីយកម្មសំណង់និងភូមិបាលក្រុងរដ្ឋបាលសង្កាត់ស្លាកែតដើម្បីមុខការអនុវត្តឯកសារកាលប្រវត្តិព្រះរាជាណាចក្រកម្ពុជាជាតិសាសនាព្រះមហាក្សត្ររដ្ឋបាលក្រុងបាត់ដំបងលេខ014/26សជនសេចក្តីជូនដំណឹងយោងសេចក្តីជូនដំណឹងលេខ35សជនចុះថ្ងៃទី5ខែឧសភាឆ្នាំ2014របស់រដ្ឋបាលខេត្តបាត់ដំបងស្តីពីការរៀបចំសណ្ដាប់ធ្នាប់ចិញ្ចើមផ្លូវសាធារណៈក្នុងខេត្តបាត់ដំបងយោងសេចក្តីជូនដំណឹងលេខ18/17សជនចុះថ្ងៃទី20ខែវិច្ឆិកាឆ្នាំ2017របស់រដ្ឋបាលក្រុងបាត់ដំបងស្តីពីការរៀបចំសណ្ដាប់ធ្នាប់ចិញ្ចើមផ្លូវសាធារណៈក្នុងក្រុងបាត់ដំបងរដ្ឋបាលក្រុងបាត់ដំបងសូមជូនដំណឹងដល់លោកស្រីដែលរស់នៅតាមបណ្ដោយផ្លូវលេខ520ស្ថិតនៅក្នុងសង្កាត់ស្លាកែតក្រុងបាត់ដំបងខេត្តបាត់ដំបងមេត្តាជ្រាបថាផ្អែកតាមផែនការអនុវត្តរបស់រដ្ឋបាលខេត្តបាត់ដំបងឆ្នាំ2026និងគោលការណ៍រៀបចំទីក្រុងរបស់រដ្ឋបាលក្រុងបាត់ដំបងនឹងធ្វើការស្ថាបនាពង្រីក
ផ្លូវលេខ520ចាប់ពីផ្លូវលេខ515ដល់ផ្លូវបំបែកសង្កាត់ក្ដុលដូនទាវបច្ចុប្បន្ននេះរដ្ឋបាលក្រុងបាត់ដំបងពិនិត្យឃើញថាសំណង់របស់លោកអ្នកបានសាងសង់រំលោភចូលមកលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋបណ្ដាលឲ្យបាត់បង់សោភ័ណភាពរបៀបរៀបរយអនាម័យបរិស្ថានកកស្ទះចរាចរណ៍ប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅនិងបណ្ដាលឲ្យរាំងស្ទះដល់ការស្ថាបនាផ្លូវខាងលើដោយនេះរដ្ឋបាលក្រុងបាត់ដំបងស្នើឲ្យបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់សំណង់ធ្វើការរុះរើចេញឲ្យអស់ក្នុងរយៈពេល30ថ្ងៃជាកំហិតចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះតទៅដើម្បីឲ្យគ្រឿងចក្រចុះអនុវត្តការងារបានទាន់ពេលវេលាករណីបងប្អូនមិនអនុវត្តតាមការណែនាំខាងលើរដ្ឋបាលក្រុងបាត់ដំបងនឹងអនុវត្តវិធានការតាមនីតិវិធីច្បាប់និងអនុវត្តវិធានការរដ្ឋបាលដោយមិនទទួលខុសត្រូវលើការខូចខាតឬបាត់បង់សម្ភារៈនិងទ្រព្យសម្បត្តិរបស់បងប្អូនឡើយរដ្ឋបាលក្រុងបាត់ដំបងមានជំនឿជឿជាក់យ៉ាងមុតមាំថាបងប្អូនប្រជាពលរដ្ឋជាម្ចាស់សំណង់ដែលបានសាងសង់រំលោភចូលលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋខាងលើនិងចូលរួមអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់ថ្ងៃប្រហោះ4កើតខែមិញឆ្នាំម្សាញ់សព្វស័កពុទ្ធសករាជ2569ក្រុងបាត់ដំបងថ្ងៃទី22ខែមករាឆ្នាំ2026អភិបាលក្រុងហត្ថលេខានុត្រាលៀងវាសនាចម្លងជូនរដ្ឋបាលខេត្តបាត់ដំបងសាលាដំបងខេត្តបាត់ដំបងមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសូរិយោដីខេត្តបាត់ដំបងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបងក្រុមប្រឹក្សាក្រុងបាត់ដំបងដើម្បីគោរពជូនជ្រាបអធិការដ្ឋាននគរបាលក្រុងបាត់ដំបងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបងការិយាល័យសាធារណការដឹកជញ្ជូនអនាម័យបរិស្ថាននិងសម្ដាប់ធ្នាប់សាធារណការក្រុងការិយាល័យរៀបចំដែនដីនគររូបនីយកម្មសំណង់និងភូមិបាលក្រុងរដ្ឋបាលសង្កាត់ស្លាកែតដើម្បីមុខការអនុវត្តឯកសារកាលប្រវត្តិសូមអរគុណ